បាទខ្ញុំបាទសូមអនកាយគោរពនិងជំរាបសួរដល់អស់លោកស្រីនិងនាងកញ្ញាពុកម៉ែបងប្អូនកូនក្មួយទាំងអស់គ្នាផងដែរបាទឆ្លៀតពេលទំនេរពីការងារខ្ញុំបាទក៏បានចងក្រងនៅអត្ថបទខ្លីមួយស្ដីអំពីភាពជោគជ័យត្រូវតែមានផែនការដែលមានអត្ថន័យនៅខ្លឹមសារដូចតទៅបាទវាជាការពិតណាស់ដើម្បីឲ្យសម្រេចនៅកិច្ចការងារអ្វីមួយឲ្យបានច្បាស់លាស់ទុកជាមុនថាពិតជាពេលដំណើរការទៅវាពិតជាមានភាពជោគជ័យយ៉ាងពិតប្រាកដអញ្ចឹងដើម្បីទុកជាជំនឿចិត្តនៅភាពជឿជាក់នៅភាពវិជ្ជមានទុកជាមុននោះលុះត្រាតែយើងបានរៀបចំផែនការយ៉ាងល្អិតល្អន់យ៉ាងយុទ្ធសាស្ត្រវិធីសាស្ត្រដំណោះស្រាយគ្រប់រូបភាពទាំងភាពវិជ្ជមានទាំងភាពអវិជ្ជមានទុកជាមុនហើយតើយើងត្រូវរកភាពជោគជ័យរកភាពសម្រេចនៅកិច្ចការនោះនៅផែនការនោះដោយវិធីសាស្ត្រណាខ្លះនៅពេលវាជួបបញ្ហាជួបផលលំបាកផ្សេងបើយើងទូទាត់ស្យងចោះស្យងឡើងដឹងទុកជាស្រេចរាល់ហានិភ័យទាំងឡាយទុកជាមុនរកការត្រៀមគ្រប់បែបយ៉ាងនោះដំណើរការនៃកិច្ចការងារនោះវាពិតជាជោគជ័យយ៉ាងពិតប្រាកដទៅតាមពេលវេលានឹងបានគ្រោងទុកជាស្រេចហើយនោះទោះបីមានឧបសគ្គអ្វីមករារាំងក៏យើងបានត្រៀមទុកជាស្រេចទាំងសម្រៈទាំងកម្លាំងកាយទាំងកម្លាំងចិត្តទាំងកម្លាំងប្រាជ្ញាទាំងថវិកាទាំងពេលវេលាទាំងទឹកចិត្តអញ្ចឹងគ្រប់ភាពជោគជ័យនៃកិច្ចការងារអ្វីមួយវាសំខាន់ណាស់ដែលយើងត្រូវរៀបចំផែនការឲ្យបានល្អិតល្អន់ទុកជាមុនត្រៀមទុកជាមុនទាំងបញ្ហាឧបសគ្គហានិភ័យផ្សេងដំណោះស្រាយផ្សេងអញ្ចឹងនៅពេលដែលយើងមានផែនការគ្រប់គ្រាន់ហើយច្បាស់លាស់ហើយពេលយើងចាប់ផ្ដើមដំណើរការទៅយើងមានភាពជឿជាក់ 100% ថាវានឹងសម្រេចនៅភាពជោគជ័យនៃការងារនោះតាមពេលវេលាដែលយើងបានកំណត់ទុកជាមុនទាំងតែយើងមិនទាន់បានធ្វើទាំងនៅជាផែនការនៅឡើយដោយសារយើងបានរៀបចំកិច្ចការនោះរួចជាស្រេចត្រៀមទុកជាស្រេចសម្រាប់ពេលយុទ្ធនាការនៃការងារនោះរួចទៅហើយបាទជាចុងក្រោយនេះខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អស់លោកស្រីនាងកញ្ញាពុកម៉ែបងប្អូនកូនក្មួយទាំងអស់ដែលខំចំណាយពេលវេលាដ៏មានតម្លៃមកតាមដានកំសាន្តអារម្មណ៍ជាមួយនឹងការបកស្រាយនៅអត្ថបទនេះតាំងពីដើមរហូតដល់ចប់ហើយសូមជូនពរដល់អស់លោកស្រីនាងកញ្ញាឲ្យជួបក្តីសុខតែសេចក្តីចម្រើនរកស៊ីមានបានហើយរាល់ការធ្វើដំណើរទៅណាមកណាឲ្យជួបតែសុខសុវត្ថិភាពទាំងទៅទាំងមកបាទសូមអរគុណសូមជម្រាបលា